រំកិលទៅឆ្វេងបន្តិចទៀតសៀវជាងដំឡើងកាមេរ៉ាសុវត្ថិភាពបន្តិចបន្តួចទៅបានហើយលោកលីនពូលីនខ្ញុំមកដល់ហើយជាងវាងបន្តិចទៀតសូមជួយផ្សារដែកទាំងនេះទៅនឹងម៉ាស៊ីនភ្លើងផងសៀវជាងអ្នកឲ្យជាងវាងយកដែកថែបកម្លាំងខ្ពស់បែបនេះដើម្បីគ្រប់ពីលើម៉ាស៊ីនភ្លើងទាំង3គ្រឿងនេះតើវាមិនហួសហេតុពេកទេប៉ាកាមេរ៉ាគឺគ្រាន់តែជួយរកតម្រុយក្រោយពេលការថែបប៉ុណ្ណោះវាមិនអាចការពារការបំផ្លិចបំផ្លាញមុនពេលកើតឡើងបានទេកុំប្រមាថទើបជាការល្អជាងវាងកន្លែងរនខ្យល់បញ្ចេញកម្ដៅនៅខាងក្រោយត្រូវតែទប់ទំហំឲ្យគ្រប់គ្រាន់ណាតែគម្លាតក្រឡាដែកហាមលើសពី3សង់ទីម៉ែត្រលោកលីនខ្ញុំធ្វើជាងដែកនៅតាមផ្លូវនេះអស់ពាក់កណ្ដាលជីវិតហើយទើបតែឃើញលើកនេះទេដែលឃើញមនុស្សផ្សារដែកធ្វើត្រង់ដាក់ម៉ាស៊ីនភ្លើងបែបនេះនេះគឺជាដែកសរសៃ30មីលីម៉ែត្រណាទោះបីជាយកម៉ាស៊ីនកាត់ធំមកកាត់ក៏ដោយក៏មិនងាយកាត់ដាច់បានក្នុង1ម៉ោងដែរការរៀបចំការពាររបស់លោកគឺចំណាយច្រើនពេកហើយអ្វីដែលខ្ញុំចង់បានគឺភាពរឹងមាំទោះបីជាយកម៉ាស៊ីនកាត់ធំមកកាត់ក៏ដោយក៏មិនងាយកាត់ដាច់បានក្នុង1ម៉ោងដែរការរៀបចំការពាររបស់លោកគឺចំណាយច្រើនពេកហើយអ្វីដែលខ្ញុំចង់បានគឺភាពរឹងមាំផ្សារសំណាញ់ពីរជាន់សោទាំង3នេះផ្សារវាចូលទៅក្នុងចង្អុលខាងក្នុងបំផុតកុំឲ្យឧបករណ៍អ្វីអាចចូលទៅដល់បានវាជាសោការពារការបំផ្លាញកម្រិតខ្ពស់បើបាត់សោនេះហើយសូម្បីតែខ្ញុំក៏ត្រូវយកកាំភ្លើងផ្សារកម្ដៅខ្លាំងមកកាត់វាចេញដែរបានតើអ្នកគិតយ៉ាងណាក៏តាមនឹងចុះទោះបីជាសត្វមូសមួយក្បាលក៏ដោយក៏កុំសង្ឃឹមថានឹងហាចូលក្នុងទ្រង់ដែករបស់អ្នកបានឡើយលីជាងឲ្យយើងជាអ្នកចិត្តខាងគ្នានឹងតើមាននរណានឹងហ៊ានធ្វើរឿងថោកទាបបែបនេះទៅអ្នកកំពុងតែការពារពីនរណាទ្រព្យសម្បត្តិរាប់សែនដុល្លារដែលជាជីវិតរបស់ខ្ញុំកំពុងតែដំណើរការការពារមនុស្សល្អវាងាយតែការពារមនុស្សឈ្នានីសវានៅលំបាកនៅពេលដែលមនុស្សអស់ផ្លូវដើរចិត្តច្រណែនគឺវាគួរឲ្យខ្លាចជាងអ្វីទាំងអស់អាឡូលោកចៅរឿងដាច់ភ្លើងពេញក្រុងថ្ងៃនេះពួកយើងបានដឹងហើយតែលោកក៏ដឹងពីច្បាប់ផ្សារនៃការចិញ្ចឹមត្រីរបស់យើងដែរលុយសង្ដៃទើបបានទំនិញយកទៅបងប្រាំឲ្យលោកក៏ដឹងពីស្ថានភាពរបស់ខ្ញុំដែរត្រី20000គីឡូក្នុងស្រះរបស់ខ្ញុំងាប់អស់រលីងហើយរឿងរបស់លោកវាមិនពាក់ព័ន្ធជាមួយខ្ញុំទេប្រាក់ថ្លៃទំនិញ$240,000ម្សិលមិញលោកថាថ្ងៃនេះនឹងសងផ្ដាច់ឲ្យអស់ម៉ោង8ព្រឹកស្អែកឡានដឹកលុយរបស់រោងចក្រនឹងទៅយកលុយនៅហាងអ្នកបើលុយនោះវាខូចសូមពន្យាពេលឲ្យខ្ញុំ2ថ្ងៃសូមតែ2ថ្ងៃប៉ុណ្ណោះបើហាងមានភ្លើងប្រើខ្ញុំនឹងដោះស្រាយទំនិញយករបស់ចូលថ្មីទើបខ្ញុំអាចសង្វិញបានវាជាច្បាប់ផ្សារម៉ោង8:02នាទីព្រឹកស្អែក240,000ទាំងដើមទាំងការបើលុយមិនគ្រប់ហាងធំមានទ្វារ2របស់អ្នកនឹងមិនមែនជារបស់អ្នកទៀតទេហេតុអ្វីបានជាលីងជាងនៅតែមានសំណាងហេតុអ្វីបានជាលីងជាងខ្លាចជាមនុស្សតែម្នាក់គត់លើផ្លូវនេះដែលអាចរកលុយបានប្រសិនបើលីងជាងនៅតែបន្តចែកចាយទំនិញនៅថៃការទាំងនោះនឹងទៅតោងជើងលីងជាងមិនលែងខ្ញុំសៅវីយ៉ាវមិនត្រឹមតែចាញ់លុយ240,000នេះទេថែមទាំងត្រូវបាត់បង់សិទ្ធិគ្រប់គ្រងលើផ្លូវនេះជារៀងរហូតនេះឯងគ្រាន់តែបំផ្លាញម៉ាស៊ីនមួយក្នុងចំណោមនោះចោលនោះប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែននៅហាងលីងជាងនឹងដាច់ត្រីរាប់រយក្បាលនឹងងាប់ដោយសារខ្វះអុកស៊ីសែនពេលនោះខ្ញុំក៏នឹងមិនមែនជាអ្នកដែលចាញ់រហូតអស់ខោអាវស្លៀកម្នាក់ឯងនោះដែរត្រូវហើយត្រូវតែធ្វើឲ្យវាឈប់ត្រូវតែឲ្យវាឈប់ទាំងអស់គ្នាជាងនេះពាក់កណ្ដាលអាធ្រាត្រទៅហើយអ្នកនៅសម្លឹងមើលអេក្រង់ធ្វើអ្វីមិនទាន់គេងទៀតចិត្តដល់ហើយចិត្តដល់អ្វីទៅមានគេមកមែនរូបរាងនេះហាក់ដូចជាអាចៅនៅទល់មុខនោះហេតុអ្វីគេមកក្រៅពីវាគ្មានអ្នកណាទៀតទេគ្មានអ្នកណានៅតាមផ្លូវនេះអាចដេកលក់ក្នុងពេលនេះទេគ្រាន់តែចំណាយពេលប៉ុន្មានវិនាទីប៉ុណ្ណោះវីរបុរសនៅក្នុងហាងរបស់លីនឈៀងនឹងត្រូវជួបវាសនាដដែលដូចទៅនឹងត្រីទាំង20000គីឡូក្រាមនោះដែរមានទ្វារមានសោកុំថាឡើយដល់ការលូកដៃចូលទៅក្នុងដៃថែបនេះសូម្បីតែចុងម្រាមដៃតូចបំផុតរបស់វាក៏ប្រហែលជាអាចទៅរួចទេនេះវាជារឿងដែលមិនអាចទៅរួចសោះតើវាអាចទៅរួចដោយរបៀបណាទៅហេតុអ្វីបានជាអ្នកអាចមើលឃើញការឆ្ងាយបើមិនមែនបានផ្សារត្រង់ដែកនេះទេយប់នេះយើងប្រហែលជាខាត់បងធំហើយប៉ាអង្គុយចាំនៅលើផ្ទះសិនទៅទុកឲ្យខ្ញុំជាអ្នកចាត់ការតែគៀបនោះកាត់មិនដាច់ទេវាជាដែកថែបថ្មដែលប្រើសម្រាប់សាងសង់ចៅប៊ីវកុំខ្ជះខ្ជាយកម្លាំងអីល្បិចក៏បន្តិចបន្តួចរបស់ឯងខ្ញុំដឹងអស់ហើយឯកសារផ្ទេរកម្មសិទ្ធិហាងខ្ញុំដាក់លើទៅឲ្យឯងហើយអ្នកមកទីបំណុលនឹងមកដល់នៅម៉ោង8បទពិសោធន៍ដែលគាត់ធ្លាប់តែមានមោទនភាពសម្ដីដែលគាត់ធ្លាប់ប្រើចំអកលីងជាងពេលនេះសុទ្ធតែคล้ายជាការចំអកខ្លួនឯងទៅវិញពួកគេមិនមែនជាគូប្រកួតកម្រិតដូចគ្នាទេគាត់មិនត្រឹមតែចាញ់សំណាងប៉ុណ្ណោះទេ
តែថែមទាំងចាញ់ខួរក្បាលទៀតផងចាញ់តាំងពីគំនិតមានទ្វារមានសោកុំថាឡើយឧបករណ៍កាត់ដែកសូម្បីតែម្រាមដៃតូចបំផុតក៏កាត់មិនដាច់ដែរតើនេះជារឿងអីទៅតើនេះអាចទៅរួចយ៉ាងម៉េចហេតុអ្វីបានជាបែបនេះអ្នកពិតជាមានចក្ខុវិស័យវែងឆ្ងាយមែនបើមិនមែនព្រោះតែត្រង់ដែកនេះទេយប់នេះយើងប្រហែលជាខាតបង់ធំមិនខានប៉ាឡើងទៅអង្គុយលើផ្ទះសិនទៅរឿងនេះចាំខ្ញុំចាត់ការខ្លួនឯងដែកកាត់នោះមិនអាចកាត់វាដាច់ទេព្រោះវាធ្វើពីដែកថែបថ្មស្នូលចៅបៀវឈប់ខំប្រឹងទៅរាល់ល្បិចក្លុកខ្វក់របស់អ្នកខ្ញុំដឹងទាំងអស់លិខិតទេសិទ្ធអាជីវកម្មខ្ញុំដាក់លើតុឲ្យអ្នកហើយមនុស្សពីតំបន់នឹងមកដល់ហូតហាងនៅម៉ោង 8 បទពិសោធន៍ដែលគាត់ធ្លាប់តែមានមោទនភាពពាក្យពេចន៍ដែលគាត់ធ្លាប់ប្រើដើម្បីចំអកឲ្យលេងថែងពេលនេះសុទ្ធតែคล้ายជាការចំអកឲ្យខ្លួនឯងវិញពួកគេមិនមែនជាគូប្រកួតកម្រិតដូចគ្នាឡើយគាត់មិនត្រឹមតែចាញ់សំណាងប៉ុណ្ណោះទេថែមទាំងចាញ់គំនិតទៀតចាញ់ទាំងទស្សនវិស័យការងារជាវថែងរ៉ាបាយយំសោកសង្រេងខ្លាំងណាស់ខ្ញុំចុះទៅមើលបន្តិចសិនក្រែងលោមានរឿងអ្វីកើតឡើងមិនបាច់ខ្វល់ទេយំឲ្យហើយទៅឲ្យគេយំឲ្យអស់ចិត្តសិនទៅពេលនេះក្នុងក្បាលគេមានតែភាពចំណាយនិងភាពឈួតលីលារងចាំឲ្យទឹកភ្នែកគេហូរអស់សិនទើបគេអាចត្រឡប់មកស្ងប់ស្ងាត់វិញបានត្រូវគិតឲ្យច្បាស់ថាខ្លួនឯងខុសត្រង់ណាស្អែកព្រឹកខ្ញុំនឹងជែកជាមួយគេឲ្យបានច្បាស់លាស់ប្រសិនបើគេព្រមទទួលស្គាល់កំហុសនិងកែខ្លួនយើងនឹងឲ្យឱកាសគេម្ដងតែបើគេនៅតែរឹងតឹងមិនព្រមដឹងខ្លួនចាំយើងប្រឹងប៉ូលីសពេលនោះក៏មិនទាន់ហួសពេលដែរមិនទាន់ហួសពេលទេសៅបៀវដល់ពេលកំណត់ហើយលុយ240000នឹងចុះយ៉ាងម៉េចហើយសងលុយឬយកហាងមកដល់បំណុលបងអូបងមើលត្រពាំងខ្ញុំចុះត្រីងាប់អស់រលីងហើយខ្ញុំពិតជាគ្មានលុយ1រៀលសងបងទេឥឡូវនេះនាងម្នាក់នោះយកលុយ100000ចុងក្រោយរបស់ខ្ញុំទៅបាត់ហើយច្បាប់ទម្លាប់នៅកន្លែងនេះយប់មិញខ្ញុំបានប្រាប់ច្បាស់អស់ហើយបើគ្មានលុយសងគឺត្រូវយកហាងនេះមកដល់បំណុលចុះហត្ថលេខាលើកិច្ចសន្យាផ្ទេរសិទ្ធិនេះមកយករបស់របរដែលនៅសល់របស់អ្នកទៅហើយទៅឲ្យផុតពីទីនេះសូមមេត្តាពន្យាពេលឲ្យខ្ញុំពីរបីថ្ងៃទៀតចាំឲ្យទំនិញចូលស្តុកសិនខ្ញុំនឹងដំណើរការបានធម្មតាវិញហើយខ្ញុំសុខចិត្តទៅខ្ចីលុយការប្រាក់ខ្ពស់មកសងអ្នកឲ្យមនុស្សអស់ផ្លូវដើរខ្ចីលុយនឹងខ្ញុំមិនស្ដាប់ពីឥតប្រយោជន៍ទេចុះហត្ថលេខាឥឡូវនេះយើងនឹងដកហូតទីតាំងនេះភ្លាមសម្អាតរបស់របរចេញឲ្យអស់ខ្ញុំមិនចុះហត្ថលេខាទេយើងនឹងប្រើផ្លូវច្បាប់រឹបអូសទ្រព្យសម្បត្តិទាំងអស់ដែលមានឈ្មោះរបស់អ្នកហើយដាក់អ្នកចូលបញ្ជីខ្មៅមិនខានឈប់សិនលោកលីននេះជារឿងបំណុលរវាងកសិដ្ឋានយើងនិងអាសាប៊ីយ៉ាវអ្នកមានសិទ្ធិអ្វីមកជ្រៀតជ្រែកអ៊ូកើបើគាត់មិនសងបំណុលនេះថ្ងៃនេះទេគឺមិនចាប់ឡើយប៉ុន្តែលោកមិនអាចរកអូហាងនេះថ្ងៃនេះបានទេចឹងលោកចង់ជួយសងជំនួសគាត់មែនទេលីងឈៀងឯងកំពុងតែមកប្រដៅខ្ញុំមែនទេគាត់ជំពាក់គេ2400000ចុះឯងគិតថាគាត់មានអីមកសងនេះគឺជាកំណត់ត្រាលក់ចេញរបស់ហាងខ្ញុំក្នុងរយៈពេល2ថ្ងៃនេះនិងបង្កាន់ដៃទិញម៉ាស៊ីនភ្លើងធំទាំង3គ្រឿងនៅទល់មុខនោះបូករួមទាំងអាងត្រជាក់ស្តង់ដារខ្ពស់ចំនួន30ទៀតបើគាត់សងមិនរួចទេអ្នកអាចមកយកម៉ាស៊ីនខ្ញុំទៅទូទាត់បំណុលបានលីងឈៀងអ្នករកស៊ីរបរតែមួយតែងតែជីស្ត្រូវកាលពីយប់មិញគាត់ថែមទាំងចង់ទៅកំទេចម៉ាស៊ីនរបស់អ្នកទៀតផងពេលនេះគាត់អស់ផ្លូវដើរហើយមុខរបររបស់អ្នកនឹងកាន់តែរីកចម្រើនខ្លាំងតែអ្នកបែរជាហ៊ានយកទ្រព្យសម្បត្តិទាំងអស់ដែលមានមកធានាឲ្យគូប្រជែងដែលចង់បំផ្លាញអ្នកទៅវិញអ្វីដែលខ្ញុំនិយាយគឺខ្ញុំធ្វើនៅផ្សាររាត្រីទាំងមូលនេះប្រសិនបើមានតែហាងខ្ញុំមួយទេដែលបើកលក់អតិថិជននឹងកាន់តែតិចទៅអាជីវកម្មគ្រឿងសមុទ្រត្រូវតែមានយុទ្ធសាស្ត្រជួយគ្នាគ្រប់គ្នាមានភ្លើងបំភ្លឺដូចគ្នាទើបអតិថិជនព្រមចូលមកនេះគឺជាគោលការណ៍មូលដ្ឋាននៃការរកស៊ីមួយសប្តាហ៍ខ្ញុំទុកពេលឲ្យអ្នកត្រឹមមួយសប្តាហ៍ប៉ុណ្ណោះទុកដែលពោពេញដោយទំនិញស្អុយរលួយទាំងនេះពិបាកនឹងបដូរជាសាច់ប្រាក់ណាស់ថែមទាំងត្រូវចំណាយថ្លៃសម្អាតយ៉ាងច្រើនទៀតតែបើមានលោកលីងឈៀងអ្នកជំនួញធំដែលរកចំណូលបានរាល់ថ្ងៃម្នាក់នេះធ្វើជាអ្នកធានាបំណុលងាប់ទាំងនេះ
នឹងខ្លាចជាដើមទុនដែលមានសុវត្ថិភាពបំផុតលោកលីនពិតជាមានចិត្តមោះមុតមែនខ្ញុំព្រមទទួលយកការធានារបស់លោកហើយអ្វីបានជាលោកជួយខ្ញុំទាំងដែលយកមិញនេះខ្ញុំច្បាស់ជាចង់ទៅបំផ្លាញម៉ាស៊ីនរបស់លោកខ្ញុំដឹងថែមទាំងមួយទៀតផងសំឡេងកន្ត្រៃកាត់ដែករបស់ឯងបាក់អាពីនេះជាអង្គរក្សាសីតុណ្ហភាពនៅស្រទាប់ក្រោមខ្ញុំបានពិនិត្យមើលពណ៌ទឹកហើយទឹកនៅមិនទាន់ប្រែពណ៌ខ្មៅខ្លាំងទេនៅមានឱកាសបង្គានៅខាងក្រោមនៅរឹងមាំល្អវានៅដកដង្ហើមបានបើហួសពេល2ម៉ោងទៀតទោះជាទេវតាក៏ជួយមិនទាន់ដែររៀបចំភ្លើងបានហើយឯងទាញខ្សែភ្លើងឡើងទៅប៉ាទៅភ្ជាប់ខ្សែភ្លើងមេហើយវាកម្រិតហើយពួកវាចាប់ផ្ដើមកម្រិតហើយ4000គីឡូយ៉ាងហោចណាស់ក៏រក្សាទុកបាន4000គីឡូដែរបង្កងទាំង4000គីឡូនេះគឺជាដើមទុនសម្រាប់ជីវិតរបស់ខ្ញុំជាដង្ហើមជីវិតដើម្បីសងបំណុល240,000នេះបងកុំបារម្ភខ្ញុំនឹងខំលក់ឲ្យអស់ពីសមត្ថភាពខ្ញុំនឹងមិនឲ្យបងខាត់បងព្រោះតែខ្ញុំឡើយថ្លៃភ្លើងគិតតាមថ្ងៃ1ម៉ោងប្រើភ្លើង50ខ្នាតបងប្អូនបង្កើតក៏ត្រូវតែគិតគូរលុយកាក់ឲ្យច្បាស់លាស់ដែរយកទឹកថ្នាំសម្លាប់មេរោគទៅលាងបង្គាទាំងនោះបីដងមិនស្គាល់ពីអតីតកាលរបស់អ្នកឡើយខ្ញុំគ្រាន់តែចង់ឃើញភ្លើងនេះអាចរកស៊ីដោយងើបមុខឡើងបាននៅថ្ងៃមុខខ្ញុំយល់ហើយបងលីនអ្នករកស៊ីក្នុងវិស័យតែមួយមិនមែនជាស្ទើរនឹងគ្នារហូតទេក្នុងរដូវក្តៅនេះមានផ្លូវលក់ដូរច្រើនណាស់បើប៉ុន្តែលើហាងខ្ញុំមួយទោះបីជាម៉ាស៊ីនភ្លើងឆេះផ្សេងហុយយ៉ាងណាក៏មិនអាចទទួលការកម្ងទាំងអស់បានដែររកស៊ីត្រូវតែមានគ្នាមានយុទ្ធសាស្ត្របើគេឈ្មោះផ្លូវយើងខូចយើងទាំងអស់គ្នាក៏ដាច់បាយដូចគ្នាបងលីនទុកចិត្តខ្ញុំចុះបង្គាទាំង4000គីឡូនេះខ្ញុំនឹងរើសវាឡើងវិញដោយផ្ទាល់ដៃបើមានបង្គាងាប់តែមួយខ្ញុំនឹងទំពាវាលេបចូលពុះផ្ទាល់តែម្ដងដាច់ខាតមិនលក់ឲ្យម្ចាស់ហាងឡើយត្រូវដើរផ្លូវឲ្យត្រង់ទើបតែចាប់ផ្ដើមរដូវក្តៅប៉ុណ្ណោះចាប់ពីពេលនេះទៅធ្វើការតាមច្បាប់ល្អជាងអ្វីទាំងអស់ប្រញាប់ធ្វើការទៅម្ចាស់តូបលក់ម្ហូបនៅផ្សាររាត្រីយប់នេះត្រូវតែទៅយប់នេះត្រូវយកទៅទីឆ្វេងបន្តិចបាននិយាយពីទឹកចិត្តរបស់លីនឈៀងមែនហើយនេះគេហៅថាមានចក្ខុវិស័យវែងឆ្ងាយមានគាត់គ្រប់គុំទំនិញនៅតាមផ្លូវនេះទោះមេឃរលំចុះមកតូបយើងក៏នៅតែអាចបើកលក់បានដែរចៅប៉ាវឲ្យតែលីនឈៀងយកព្រមយប់នេះពួកយើងនឹងមកយកទំនិញពីអ្នកកុំយករបស់ស្អុយរលួយមកបោកពួកយើងទៀតឲ្យសោះបងស្រីចាចាប់ពីថ្ងៃនេះទៅគឺលក់តាមច្បាប់របស់បងលីនទាំងអស់បើថ្លឹងទៅខ្វះគីឡូខ្ញុំសង10ដងអាមួយនេះទីបំផុតចេះធ្វើការទុកចិត្តបានហើយបងកុំនិយាយលេងសាច់អីត្រឡប់មកមើលថាតើលីនឈៀងបានខ្សែធនហើយឬនៅប៉ុន្តែគាត់បែរជាត្រូវបានគេគោរពស្រឡាញ់គ្រប់គ្នាសូម្បីតែគូត្រូវចាស់ឈ្មោះចៅពីយ៉ាវក៏ស្ដាប់បង្គាប់គាត់ដែរលីនឈៀងកំពុងបញ្ជាការបើកសន្ទះសាំងម៉ាស៊ីនភ្លើងគាត់មិនបានស្លៀកពាក់ម៉ាកល្បីអ្វីឡើយតែមនុស្សទាំងផ្លូវកំពុងមើលគាត់ដោយក្តីកោតសរសើរភាពសោកស្ដាយរបស់ផ្លូវធ្វើឲ្យស៊ីវយ៉ាទឹកជោគខ្លួនប្រាណបងត្រូវតែសន្សំលុយឲ្យបាន3សែនដើម្បីរៀបលុយ3សែននោះគឺនាងបង្ខំឲ្យលីនឈៀងសន្សំប៉ុន្តែអ្វីដែលអាចធ្វើឲ្យលុយ3សែននោះក្លាយជាទ្រព្យមហាសាលបានគឺគំនិតយុទ្ធសាស្ត្រនិងភាពអត់ធ្មត់របស់លីនឈៀងទៅវិញទេហើយនាងគ្រាន់តែចង់បានការបូកម៉ាកល្បីនិងភាពអួតអាងពីក្រៅទើបនាងបោះបង់ចោលមនុស្សដែលជាបង្អែកពិតប្រាកដម្នាក់នេះភ្លើងមកហើយចុះមុខរបររកស៊ីថ្ងៃក្រោយវិញត្រូវធ្វើម៉េចពួកយើងត្រូវតែមានច្បាប់ទម្លាប់ខ្លះបងលីនបងសម្រេចចិត្តតែម្ដងទៅត្រូវចុះកិច្ចសន្យាយ៉ាងនេះប្រាប់មកពួកយើងចាំស្ដាប់បងទាំងអស់គ្នាក្រដាស់ដែលសរសេរនៅថ្ងៃនេះគឺហៅថាសម្ព័ន្ធសហគ្រាសចូលផលស្មោះត្រង់ផ្លូវចាស់មានច្បាប់ដែក2យ៉ាងត្រីងាប់ឬបង្គាងាប់គឺហាមដាច់ខាតមិនឲ្យចូលដល់ផ្ទះបាយភោជនីយដ្ឋានទី2ពេលជួបគ្រោះមហន្តរាយធម្មជាតិសមាជិកក្នុងសម្ព័ន្ធទី3ជួយគ្នាទៅវិញទៅមកពេលជួបការលំបាកទៀតបើអ្នកណាខ្វះខាតដើមទុនឬខូចឧបករណ៍ក្រុមយើងនឹងចេញមុខជួយដោះស្រាយយើងនឹងប្រើប្រាស់ធនធាននិងឧបករណ៍អ្នកណាឯកភាពសូមចុះហត្ថលេខាផ្លូវយើងទាំងមូលនឹងក្លាយជាម៉ាកសញ្ញាតែមួយតើនៅមានអ្នកណាស្ទាក់ស្ទើរទេបងលីនជាអ្នកដឹកនាំខ្ញុំលីសូមចុះហត្ថលេខាជាអ្នកដំបូងគេព្រមព្រៀងគ្រប់គ្រងទំនិញរួមខ្ញុំចុះជាមនុស្សទី2ភ្ញៀវដែលក៏បន្ទុកចាប់ពីពេលនេះទៅគឺប្រើតែទំនិញរបស់ក្រុមយើងតែប៉ុណ្ណោះទុកកន្លែងឲ្យខ្ញុំមួយផងអាហារសមុទ្រនៅហាងខ្ញុំចាប់ពីពេលនេះទៅគឺយកតាមរយៈក្រុមយើងទាំងអស់បងលីនសូមអរគុណដែលបងជួយជ្រោមជ្រែងពួកយើងអរគុណបងប្អូនទាំងអស់គ្នាដែលបានជួយគ្នាកាលពីសៀមម្សិលមិញបំណុល240,000ហ្នឹងខ្ញុំសងគេដាច់អស់ហើយចាប់ពីពេលនេះទៅខ្ញុំនឹងស្មោះត្រង់ធ្វើតាមបងលីនគ្រប់យ៉ាងខំប្រឹងឡើងផ្លូវយើងនឹងរីកចម្រើនទាំងអស់គ្នាយោពមត្រឹមត្រូវហើយក្បួនច្បាប់បានកំណត់ហើយជីវិតយើងនឹងកាន់តែល្អប្រសើរមកហូបឪឡឹកត្រជាក់ទាំងអស់គ្នា
ការសម្រួលឯកសារឲ្យលឿនឡើងពួកយើងរងចាំផឹកអបអរយូរហើយពិតមែនហើយពិតមែនខ្ញុំចង់ខ្ញុំ